lên ពីបានទៀតហើយសម្រាប់អ្នកទាំងអស់គ្នាដែលមាន file Word ឬក៏ Excel ដែលជា PDF បែបនេះនៅក្នុង computer របស់ខ្ញុំនេះអ្នកទាំងអស់គ្នាអាចបំលែង file នឹងទៅជា Word ទៅជា Excel ពី file PDF ដែលអ្នកទាំងអស់គ្នាបាន file ដែលគេបាន save ឲ្យផ្ញើមកហើយយើងពិបាកក្នុងការវាយអញ្ចឹងយើងមានកន្លឹះមួយក្នុងការបំលែង file ហ្នឹងគឺយើងគ្រាន់តែប្រើ Google Gemini ដែលជាគឺយើងអាចបំលែង file នឹងហើយត្រូវបានសឹងតែ 100% អ្នកនរគ្នាខុសតិចតួចពាក់ព័ន្ធនឹងដូចជាសញ្ញាអីចឹងវាអត់សូវចាប់បានតែអ្នកនរគ្នាតាមដានជាមួយខ្ញុំតើវាត្រូវបានប៉ុន្មានភាគរយហើយអ្នកនរគ្នាអាច comment ប្រាប់ខ្ញុំវិញថាបន្ទាប់ពីបានធ្វើហើយវាត្រូវបានប៉ុន្មានភាគរយអូខេនេះខ្ញុំមាន file Word មួយនេះហើយខ្ញុំមាន file Excel មួយទៀតអ្នកនរគ្នាវាមាន file Excel មួយទៀតនេះគំរូតារាមួយទៀតអូខេខ្ញុំនឹងធ្វើការបំលែង file ទាំងពីរហ្នឹងដើម្បីចែករំលែកទៅកាន់អ្នកនរគ្នាតែមុនចូលដល់ការបង្ហាញអ្នកនរគ្នាជួយចុច Subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីពី Channel របស់ខ្ញុំតោះ Let's go អូខេជាដំបូងអ្នកនរគ្នាត្រូវតែមានអ៊ីនធឺណិតជាមុនសិនអូខេអ៊ីនធឺណិតខ្ញុំបានភ្ជាប់រួចហើយអ្នកនរគ្នាចូលមក Google មកអូខេអ្នកនរគ្នាធ្វើការវាយពាក់ព័ន្ធនឹងការបំលែង file ហ្នឹងអ្នកនរគ្នាអាចវាយនៅក្នុង browser មួយណាក៏បានដែរទាំង Chrome ទាំង Firefox ទាំងខ្ញុំប្រើ Microsoft Edge អូខេអញ្ចឹងខ្ញុំវាយ Google អូខេ Google Gemini អ្នកនរគ្នាវាយជាមួយខ្ញុំទាំងអស់គ្នាមក Gemini អូខេ AI អូខេអញ្ចឹងនេះមួយនេះអូមកក្រោមមកនេះអូខេខ្ញុំអូមកក្រោមនេះទៀតចុចលើវាមកអូខេខ្ញុំធ្វើការចុចកន្លែងនេះដើម្បី add file ហ្នឹងខ្ញុំចុច upload អូខេខ្ញុំរក file ហ្នឹងរបាយការណ៍ស្វាគមន៍វិញអ្នកនរគ្នាអាចសាកល្បងធ្វើជាមួយខ្ញុំទាំងអស់គ្នាបដាទៅសិនមកអ្នកនរគ្នាមើលអត់យល់ត្រង់ណាអ្នកនរគ្នាអាចមើលវាលម្អិតសារឡើងសារអ្នកនរគ្នាគ្រាន់តែវាយពាក្យថាconvert អូខេ to word អូខេ to word តែប៉ុណ្្នឹងអូខេតែប៉ុណ្្នឹងអ្នកនរគ្នាចុចសញ្ញាព្រួយទៅមុខអូខេរងចាំតិចទៅវាកំពុងតែ process ឲ្យយើងហើយអ្នកនរគ្នាអូខេចឹងខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីរ file Word និង file Excel ហើយអ្នកនរគ្នាមើលដោយលម្អិតបើមានចម្ងល់អាច comment ក្រោមវីដេអូបន្ថែមខ្ញុំនឹងរកវិធីសាស្ត្រដើម្បីពន្យល់បន្ថែមទៀតឲ្យកាន់តែល្បិតឲ្យអ្នកនរគ្នាកាន់តែយល់អូខេនេះអ្នកនរគ្នាគាត់ចុចបើកមកអូខេបើកមកបែបនេះវាអត់ទាន់បានឃើញមើលទៅវាអត់អូខេមើលទៅវាអត់នេះអ្នកនរគ្នាមើលទៅវាអត់ទាន់បានល្អទេប៉ុន្តែកុំទាន់អាលភ័យអ្នកនរគ្នាចុចសញ្ញាដោនឡូតឡើងនេះអូខេដោនឡូតហើយអ្នកនរគ្នាធ្វើការចុចបើកមកនេះ open file អូខេនោះអ្នកនរគ្នាចុចកន្លែងនេះអ្នកនរគ្នាចុច editing មក editing មកណាអូខេអ្នកនរឃើញអត់ឃើញវាបានល្អមែនតើអ្នកនរគ្នានេះ file ដើមរបស់យើងមួយនេះអូខេ file ដើមរបស់យើងអត់មានប្រជាជាតិកម្ពុជាអីទេប៉ុន្តែគាត់ជួយបន្ថែមប្រជាជាតិកម្ពុជាឲ្យយើងទៀតអូខេនេះ file ដែលខ្ញុំបានបំលែងនេះមួយនេះអូខេអ្នកឃើញអត់គឺវាសឹងតែ 100% អ្នកនរគ្នាគ្រាន់តែកែតិចគឺទូបានទាំងអស់នេះអីអ្នកនរគ្នាយើងអាចតម្រឹមកាត់សងខាងមកហើយអង្គលពាក្យពេចទៅមូលអក្សរមូលក៏ជាប់បានច្រើនអក្សរអត់មូលក៏ជាប់រូបជាប់បានច្រើនមែនតើអ្នកនរគ្នាអញ្ចឹងមានអង្គឃើញប្រសិទ្ធភាពក្នុងការធ្វើលឿនអត់របស់លោកតារាចម្រើនក្នុងកម្មវិធីដល់គ្រប់ពួកអញ្ចឹងតែអានបន្ថែមទៅអូខេគឺលឿនជាងអ្វីដែលយើងគួយថៃភិញមួយគឺប្រកាសជាលឿនជាងឆ្ងាយអូខេមួយទៀតនេះបងប្អូនខ្ញុំបិទអានេះសិនមកខ្ញុំធ្វើការបំលែង file PDF មួយទៀតឲ្យអ្នកនរគ្នាបានមើលអូខេ
ជា Excel អូខេសម្បូរទៀតមកអូខេចាំមើលវាចេញយ៉ាងម៉េចអូខេ PDF ជា Excel អូខេបូកមករក PDF ជា Excel មិនមែនមូលតារាងអូខេនេះអូខេតោះបន្តិចនេះអ្នកនរគ្នាធ្វើការចុចណែលមក convert to Excel អូខេ Excel ហើយចុចសញ្ញាព្រួយឡើងលើមកលឿនទេអ្នកនរគ្នាអាស្រ័យលើ speed internet របស់អ្នកនរគ្នាដែរបើអ៊ីនធឺណិតរបស់អ្នកនរគ្នាប្រើ SIM ទូរស័ព្ទអីចឹងអាចយឺតអ្នកនរគ្នាអាចយឺតតែអ្នកនរគ្នាអាចប្រើ Wi-Fi កន្លែងណាមាន Wi-Fi អ្នកនរគ្នាអាចបំលែងទៅលឿនតែសម្រាប់ទូរស័ព្ទដៃឥឡូវក៏សេវាលឿនដែរអ្នកនរគ្នាវាឡើងដល់ 5G អូខេឥឡូវចូល Analyze ហើយអូខេយើងចុចបើកទៀតមកអូខេកើវាដូចបើប្រមាណ%អូខេបើកមិនចេះមិនទាន់អាភ័យចុច download ទៀតមកហើយអ្នកទាំងនេះចុច open file មកអូខេ open file ហើយចុច enable មកអូខេអ្នកទាំងនេះឃើញអត់ឃើញតារាងរបស់យើងវាចេញជាតារាងមកបែបនេះអ្នកទាំងនេះឃើញអត់គឺយើងមិនចាំបាច់វាយទេអ្នកទាំងនេះគាត់នឹងអង្គុយអង្គលតិចមកកន្លែងណាអត់មានអ្នកទាំងនេះអាចអង្គលឲ្យវាចូល space មកអូខេហើយកន្លែងណាយើងដូរ font មូលកន្លែងណា error មូលតិចអីយើងអាចកែទៅវាងាយមែនតើដែលយើងមិនចាំបាច់អង្គុយถ่ายហ្មងទៀតម្ដងទៀតនេះហើយលេខពាក្យពន្ធលេខនេះគឺអត់ខុសគឺបានល្អមែនតើខ្ញុំសាកល្បងហើយបានខ្ញុំធ្វើវីដេអូចែកម្លែកទៅកាន់អ្នកនរគ្នាមិនមែនថាខ្ញុំក៏ធ្វើភ្លាមចែកម្លែកភ្លាមទេខ្ញុំសាកល្បងរួចមុនហើយបាទខ្ញុំចែកម្លែកទៅកាន់អ្នកនរគ្នាលេខអត្តគឺស្អាតអ្នកនរគ្នាអាចសេរីទៅសេរីតិចមកអូខេយ៉ាគឺ very good នេះដល់នេះអញ្ចឹង file ដើមរបស់យើងនេះ file ដើមជាទម្រង់បែបនេះកូនវាបាត់ logo ខ្លះនេះដល់នេះបាត់ logo យើងអាចបន្ថែមបន្ថយទៅកន្លែងណាដែលខ្វះខាតអ្នកនរអាចបន្ថែមបន្ថយទៅអូខេ file បាញ់ដល់ណាបាត់ខ្ញុំបើកមើលម្ដងទៀតនេះកន្លែងណាវាខុសឆ្គងតិចតួចអ្នកនរបន្ថែមថយទៅប៉ុន្តែវាបង្កើនប្រសិទ្ធភាពការងាររបស់យើងប្រសិនបើប្រធានការងាររបស់យើងឬក៏ប្រធានក្រុមការងាររបស់យើងដាក់ការងារយើងធ្វើបានលឿនអរអ្នកនរគ្នាអូជួយបាយឯកសារមួយនេះចេញពីឯកសារមួយនេះគួយថៃភីងនេះដល់ហើយមកយកទៅភ្លឺនឹងកំរួចដែរនៅគេប្រកបហ្នឹងចាំមកថៃភីងបែបនេះហើយអ្នកនរគ្នាគ្រាន់តែអង្គុយវិនិច្ឆ័យមើលឆែក analyze វាថាត្រឹមត្រូវអ្នកនរគ្នាអាចបញ្ចេញជារបាយការណ៍មួយបន្ថែមថយខ្លឹមសារអូខេបាទអូខេចឹងអ្នកនរគ្នាខ្សែវីដេអូខ្លីរបស់ខ្ញុំគាត់ថាបញ្ចប់តែត្រឹមហ្នឹងហើយពាក់ព័ន្ធនឹងរបៀបក្នុងការបំលែង file Word Excel ជា file PDF ដែលយើងបាន save ទុកហើយចេញមក file ដែលយើងអាចកែបានគឺមានតែប៉ុណ្្នឹងទេហើយអ្នកនរគ្នាបន្ទាប់ពីអ្នកនរគ្នាតាមដានហើយគិតថាខ្សែវីដេអូនឹងមិនដែរអាចទទួលយកបានអត់បើសិនបើអ្នកនរគ្នាគិតថាវាមានប្រយោជន៍អ្នកនរគ្នាជួយចុច subscribe ដាក់សញ្ញារូបកណ្ដឹងមួយដើម្បីទទួលវីដេអូថ្មីបាយបាយអ្នកនរគ្នាជួបខ្ញុំខ្សែវីដេអូក្រោយទៀតអនុវត្តទាំងអស់គ្នា